Wow ត្រឡប់មកវិញអ្នកទាំងអស់គ្នាគឺត្រឡប់មកវិញជាមួយនឹងភាពខ្លាំងរបស់ខ្លួន Cristiano Ronaldo បាទបន្ទាប់ពីសម្រាប់ព្យាបាលរបួសយ៉ាងហើយនៅមិនដល់ពេល1ខែផងដែលគ្រប់គ្នាគេថាស្ទើរតែបាត់វត្តមានគាត់នៅក្នុងការប្រកួតពានរង្វាន់ FIFA World Cup ឆ្នាំ2026នេះទៅហើយក៏ប៉ុន្តែកាលពីយប់មិញនេះ Cristiano Ronaldo បានត្រឡប់មកវិញជាមួយនឹងការប្រកួតនៅក្នុងពានរង្វាន់ Saudi Pro League បាទដែលជួយឲ្យ Al Nassr យកឈ្នះក្លឹបបាតារាងក្នុងលទ្ធផល5-2 ហើយរូបគាត់ក៏បានសុទ្ធបញ្ចូលទីបន្ថែម2គ្រាប់ដែលជួយឲ្យ Al Nassr ហក់ឡើងទៅឈរកំពូលតារាងនិងមានពិន្ទុដាច់ពីក្រុមចំណាត់ថ្នាក់លេខ2រហូតទៅដល់6ពិន្ទុឯណោះហើយនឹងសល់6ប្រកួតទៀតនៅក្នុងការឈានទៅដល់ការលើកពានរង្វាន់នៃពានរង្វាន់លីកកំពូល Saudi Pro League ពិតជាអស្ចារ្យខ្លាំងមែនទែនខ្ញីកាន់តែចាស់កាន់តែហិលចាំមើលថាតើការប្រកួតរបស់ប៉ូទុយហ្គាល់នឹងមានអ្វីកើតឡើងបន្ទាប់ពីមានវត្តមានរបស់ Cristiano Ronaldo ត្រឡប់មកវិញអញ្ចឹងរងចាំមើលទាំងអស់គ្នាជាមួយនឹងខ្ញុំបាទ MC Joan